បាទតោះដើរហាត់ប្រាណជាមួយខ្ញុំបាទនេះនៅរដ្ឋ Pennsylvania ហើយនៅតំបន់នេះហៅតំបន់នៅខាង Lebanon បាទខាង Harrisburg ណាបាទមិនមែននៅទីក្រុងPhiladelphia ទេបាទនៅឆ្ងាយខ្ញុំជិះឡានទៅប្រហែលជា2 ម៉ោងហ្នឹងមិនទៅដល់នោះបាទនេះខ្ញុំមកលេងជាលើកទី2បាទខ្ញុំអ្នកស្រុកខ្មែរទេខ្ញុំមិនមែនអ្នកអាមេរិកទេហើយខ្ញុំទៅលេងហើយដើរហាត់ប្រាណបាទពេលព្រឹកដើរហាត់ប្រាណនេះប្រហែលជាម៉ោង9 ព្រឹកបាទនិយាយទៅនៅអាមេរិកគឺអត់ដែលឃើញមនុស្សនៅក្រៅផ្ទះទេទោះបីជាខែក្តៅខែត្រជាក់អីដែរកម្រឃើញណាបាទជាពិសេសខែត្រជាក់អត់ឃើញហ្មងនៅក្នុងផ្ទះទេហើយបើខែក្តៅយូរឃើញមួយអញ្ចឹងទៅបាទស្ងាត់ជ្រាបហ្មងបាទតាមពិតនៅក្នុងផ្ទះគេសិតមានមនុស្សនៅទាំងអស់ហើយយើងស្រួលដើរហាត់ប្រាណបាទប៉ុន្តែបើសិនជាដើរហាត់ប្រាណមនុស្សអត់ស្គាល់គ្នាយ៉ាងណាក៏ដោយក៏លើកដៃដាក់គ្នា hello ដែរបាទអត់អត់មានឆ្មើងទេនៅស្រុកខ្មែរយើងខ្ញុំដើរហាត់ប្រាណនៅតាមភូមិគឺអ្នកអត់ស្គាល់គ្នាគេដូចអត់មើលមុខយើងហ្មងបាទទោះបីជាខ្ញុំព្យាយាមស្រឡឹងមើលមុខគេថាចង់រាក់ទាក់គេក៏គេអត់មើលមុខដែរជាទម្លាប់បាទជាប្រពៃណីប៉ុន្តែបើនៅអាមេរិកបាទជនជាតិនៅអាមេរិកហ្នឹងគឺគេឲ្យតែយើងដើរកាត់បាទទោះបីមិនហាត់ប្រាណក៏ដោយក្នុងភូមិក៏គេ hello គ្នាដែរបាទក៏គេ hello ដល់ខ្ញុំដែរហើយខ្ញុំបកទៅភូមិនៅក្នុងតំបន់នេះបាទនិយាយទៅនៅអាមេរិកបុរីទាំងអស់នៅភូមិទាំងអស់គឺគេសង់បុរីសង់ផ្ទះលក់អញ្ចឹងគឺគេអត់ចាក់ដីទេបាទគេអត់ចាក់ដីទេដូចតែរៀងតំបន់ភ្នំខ្ពស់ទាបមិនគេធ្វើផ្ទះតាមអញ្ចឹងបាទតាមធម្មជាតិវាបាទគេអាចគេបរៀបដីស្មើអញ្ចឹងទៅប៉ុន្តែគេអត់ចាក់ដីទេបាទតែបើនៅខ្មែរយើងវិញពេលខ្លះភ្នំខ្ពស់អញ្ចឹងទៅកាប់ឡើងស្មើអញ្ចឹងទៅហើយពេលខ្លះដូចមានធានាបចោលទៅទិញដីមកចាក់ចាក់ដីនឹងឲ្យខ្ពស់បាទហើយភូមិនៅស្រុកខ្មែរយើងគឺធ្វើមិនឲ្យខ្ពស់ជាងផ្លូវបាទទឹកហូរមកលើផ្លូវប៉ុន្តែបើនៅស្រុកគេវិញគេអត់ទេគេមានរបៀបរបស់គេបាទគេអត់គេចំណេញដីទេបាទនៅក្នុងបុរីគេហ្នឹងគេមានកឡុកមានចង្អូមានអីគេធ្វើដើម្បីឲ្យទឹកហូរបាទជាលក្ខណៈធម្មជាតិណាបាទគឺអត់មានទឹកដក់នៅក្នុងភូមិទេបាទហើយស្មៅខែប្រាំងនេះហៅខែ summer ហ្នឹងបាទខ្ញុំទៅពេល summer ពេលខែ5បាទគឺស្មៅគៀបជ័យស្អាតណាស់តែបើខែតកកវិញគឺឃើញតែតកកទេបាទសស្គុះអញ្ចឹងទៅប៉ុន្តែចង់និយាយថាដូចខ្មែរយើងគឺភ្នំនៅតាមខេត្តកំពង់ស្ពឺតាមអីលាយអស់ហើយដោយសារអីដោយសារដោយសារកាប់ដឹកដីយកមកលក់កាយដីលក់ដើម្បីចាក់ទៅតាមភូមិផ្ទះអញ្ចឹងទៅលុបបឹងលុបសែលុបបន្លាយដើម្បីសាងសង់ប៉ុន្តែគេអត់ទេបាទនៅអាមេរិកនេះដូចនេះតំបន់ភ្នំទួលប្រឆិតអីគេធ្វើតាមរៀងហ្នឹងទាំងអស់គេអត់មានកាយកឡុកកាយអីទេបាទនេះនៅផ្លូវគឺនៅភូមិនេះបាទផ្ទះនេះមាន50,000មាន60,000មាន40,000អញ្ចឹងទៅបាទតាមធំតាមតូចយើងមើលនៅខាងក្រៅដូចមិនទៅជាស្អីស្អាតទេមិនតែបើយើងចូលទៅក្នុងផ្ទះវិញគឺស្អាតដែរបាទនៅក្នុងផ្ទះស្អាតគេរៀបចំបន្ទប់ទលាយមាននិយាយទៅស្អាតមែនទែនបាទហើយផ្ទះគេបើនៅបរិយានឹងពណ៌ដូចគ្នាទាំងអស់បាទគេធ្វើស្អាតបាទនេះខ្ញុំជិះឡានដើរលេងបាទចេញជិះឡានដើរលេងគឺដូចសុបាយខ្ញុំចូលចិត្តថតព្រោះឃើញទេសភាពដើមឈើខៀវខ្ចីស្មៅខៀវខ្ចីអញ្ចឹងណាបាទនៅស្រុកគេសម្បូរដើមឈើបាទសម្បូរដើមឈើណាគេអត់កាប់ទេដើមឈើគេទុកទៅឈឹងទៅឆេតាមផ្លូវអញ្ចឹងហ្មងបាទសុបាយត្រជាក់ភ្នែកបាទនេះចូលមកនៅតំបន់មួយទៀតបាទគេស្អាតគេរៀបគឺថាមានចើមផ្លូវមានកន្លែងដើរហាត់ប្រាណអញ្ចឹងទៅមានផ្លូវជិះកង់អញ្ចឹងទៅបាទផ្ទះគេស្អាតអត់មានលបងទេបាទហើយមើលផ្កាវិញគឺរីកល្អណាស់បាទនិយាយទៅពេលខ្ញុំធ្វើដំណើរទៅអាមេរិកខ្ញុំចូលចិត្តថតដល់លើកាមេរ៉ាថតតាមផ្លូវស្អាតមើលទៅត្រជាក់ភ្នែកហើយជិះឡានអត់ធុញទេជិះអត់ធុញទេ
ជីនៅតំបន់នេះអត់ធុញទេបាទជីនៅខាងរដ្ឋកាលីហ្វ័រញ៉ាទៅខាង Las Vegas ឯនោះរៀងធុញតិចដោយសារគឺអ្នកថ្មហើយនឹងគឺថាក្រហមព្រិញអញ្ចឹងណាហើយចេញទៅក្រៅក្តៅបើនៅនេះអត់ទេចេញទៅក្រៅដូចត្រជាក់ហឹមហើយខៀវស្ងាត់សុបាយមិនតែត្រជាក់មែនតែជាអត់ធុញទេហើយខ្ញុំចូលចិត្តនៅតំបន់ខាងនេះបាទជាងបើនៅខាងចរចាកាន់តែល្អបាទនៅចរចាអាកាសធាតុហើយបើខាងនៅ Florida ចិត្តចរចានោះក៏កាន់តែល្អទៀតបាទអញ្ចឹងនេះជាវីដេអូមួយហើយខ្ញុំមានវីដេអូច្រើនខ្ញុំថតច្រើនចាំខ្ញុំនឹងបង្ហាញឲ្យបងប្អូនមើលបាទខ្ញុំមិនមែនអ្នកអាមេរិកទេខ្ញុំអ្នកនៅស្រុកខ្មែរទេបាទអរគុណច្រើនបាទ